សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកធ្វើរបៀបភ្ជាប់ app Xiaomi Home ទៅជាមួយនឹងម៉ាស៊ីនផ្សត់ខ្យល់ប្រភេទពួក brand JYS ហៅថា Smart Mini អញ្ចឹងជាដំបូងបងប្អូនធ្វើការបើកទៅលើម៉ាស៊ីនផ្សត់ខ្យល់ហ្នឹងសិនណាបើកហើយបន្ទាប់មកបងប្អូនចូលទៅក្នុង app Xiaomi មួយនេះបន្ទាប់មកយើងអាច scan រក device អានេះវាខូចឈ្មោះ device ហើយនេះដោយសារតែវានៅជានឹងឬក៏បងប្អូនអាចធ្វើមួយវិធីទៀតនេះអាច scan លើនេះចុចលើនឹងមកហើយអាច scan នេះស្វែងរកក៏បានឬក៏យើងអាចចុច scan លើនេះក៏បានឥឡូវវាមាន QR code នៅលើនេះអញ្ចឹងយើងអាច scan លើ QR code ហ្នឹងក៏បាននេះ scan ចឹងទៅយើង add មកអូខេយើងចុច add ចឹងមកវាឲ្យយើងវាយ password អញ្ចឹងទី1យើង select យក file នេះខ្ញុំ select យក file មួយហ្នឹងហើយ password ខ្ញុំបញ្ចុះ password ហ្នឹងបើថា password file ខ្ញុំប្រើ password បែបហ្នឹងអញ្ចឹងយើងដាក់ file យើងហើយដាក់ password ចូលទៅវានឹង load ចូល connect បែបនេះអានេះ Smart Mini វាកំពុងតែបើកវាកំពុងតែ connect គ្នាហើយពេលដែលវា connect បានវានឹងចប់សញ្ញា file នៅលើនេះឲ្យយើងឃើញហើយដំបូងហ្នឹងយើង connect file ទៅម៉ាស៊ីនចុះចោលហ្នឹងសិននេះ file វាបាន connect ជាប់បានហើយនេះ 100% ហើយអញ្ចឹងយើងអាចដាក់ឈ្មោះឬក៏ដាក់អីទៅលើឈ្មោះហ្នឹងទៅយើងចង់ដាក់ទៅក្រុមតែណាមួយក៏បានដែរតែនេះខ្ញុំរើសយកមុខងារនេះទៅអូខេហើយយើងចុច next តែនេះអាចកែឈ្មោះម៉ាស៊ីនសុខចោលយើងដាក់ឈ្មោះមិនក៏បានដែរតែខ្ញុំកែទេដាក់ឈ្មោះអញ្ចឹងទៅញើ automatic ខ្ញុំចុចទៅរហូតអូខេអញ្ចឹងមានថាឥឡូវហ្នឹងខ្ញុំភ្ជាប់បានហើយអានេះវាវាស់អានេះវាបង្ហាញស្ថានភាពនៅក្នុងបន្ទប់របស់យើងហ្នឹងម៉ាក់អង្សាហើយកម្រិតខ្យល់ម៉ាក់ប្រាប់ហ្នឹងវាបើមុខងារ night mode នេះមុខងារ automatic ហើយអានេះមុខងារឲ្យវាមកសុទ្ធឲ្យខ្លាំងពេលមកសុទ្ធខ្លាំងអញ្ចឹងខ្យល់វាជះមកខ្លាំងវាសលេងខ្លាំងហ្មងតែវាច្រើនមានប្រើមុខងារ automatic ធម្មតាទៅហើយនេះវាបង្ហាញទៅលើមុខងារ filter របស់យើង filter គឺ filter ថ្មី 100%វាបង្ហាញភាគរយនៃ filter របស់យើងអញ្ចឹងរបៀបភ្ជាប់ខ្ញុំមានតែប៉ុណ្្នឹងគឺហើយអស់ហើយអញ្ចឹងបើបងប្អូនមានចម្ងល់អីចង់សួរអាចសួរបានតាម page នឹងបន្ថែមទៀតក៏បានដែរ page ឈ្មោះថា Skytech Cambodia